បងប្អូនជឿអត់បើខ្ញុំប្រាប់ថាចំណាយអត់ដល់$1000ឯងក៏បងប្អូនអាចទៅលេងទីក្រុងតូក្យូនៅប្រទេសជប៉ុនរយៈពេល5ថ្ងៃ4យប់បានដែរហើយមិនមែនចំណាយតិចហ្នឹងយើងអត់ទៅដើរលេងទេណាបងប្អូនគ្នាទៅដល់ភ្នំហ្វូជីក៏យើងទៅលេងតូក្យូ Disney Sea ក៏បានទៅទៀតអញ្ចឹងវីដេអូនេះសម្រាប់អ្នកណាដែលគាត់មានកម្រងចង់ទៅលេងប្រទេសជប៉ុនហើយចង់ចំណាយតិចអាចមើលវីដេអូនេះបានអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងរៀបរាប់ពីចំណាយរបស់ខ្ញុំនៅពេលដែលខ្ញុំទៅលេងប្រទេសជប៉ុនហ្នឹងប៉ុន្តែចំណាយរបស់ខ្ញុំនេះបើសិនជាបាន tip ពីខ្ញុំបន្ថែមទេអ្នកទាំងអស់គ្នាប្រហែលជាអាចបានទៅលេងប្រទេសជប៉ុនអស់ចំណាយតិចជាងខ្ញុំទៀតដោយសារតែលើកទី1យើងទៅអញ្ចឹងយើងមានកំហុសខុសឆ្គងច្រើនដែលធ្វើឲ្យចំណាយរបស់យើងក៏រៀងកើនឡើងដែរអញ្ចឹងខ្ញុំធ្វើវីដេអូនេះឡើងគឺសង្ឃឹមថាអ្នកទាំងអស់គ្នាអាចទៅលេងប្រទេសជប៉ុនហើយសែវបានកាន់តែច្រើនជាងខ្ញុំទៀតទី1ដំបូងគេបំផុតគឺយើងចំណាយទៅលើការធ្វើវីសាគឺពួកខ្ញុំធ្វើខ្លួនឯងអញ្ចឹងចំណាយអស់តែ$20ទេចំពោះ flight គឺយើងទិញសំបុត្រទៅមកតម្លៃ$511.5នេះគឺជាកំហុសខុសឆ្គងរបស់ពួកយើងដែរបើសិនជាពេលហ្នឹងពួកយើងឆាប់ប្រញាប់ធ្វើវីសាយើងក៏អាចកាន់តែឆាប់កក់សំបុត្រយន្តហោះបានតម្លៃកាន់តែធូរថ្លៃជាងនៅពេលដែលយើងគ្រាន់កក់ចិត្តដល់ថ្ងៃដែលយើង fly ពួកអីពេលហ្នឹងពួកយើងបានឆែកតម្លៃសំបុត្រយន្តហោះដែរត្រឹមតែ$200ជាងទៅ$300ជាងទេប៉ុន្តែនៅពេលដែលធ្វើវីសាហើយគឺតម្លៃយន្តហោះកើនឡើងខ្លាំងមែនទែនជាពិសេសគឺពេលហ្នឹងកំពុងតែមានសង្គ្រាមទៀតធ្វើឲ្យតម្លៃសាំងកាន់តែឡើងថ្លៃអញ្ចឹងតម្លៃសំបុត្រយន្តហោះនៅពេលដែលពួកយើងកក់ហ្នឹងក៏កើនឡើងដូចគ្នាពីខ្ញុំទៅបើសិនជាអ្នកទាំងអស់គ្នាមានកម្រងថាទៅលេងហើយអ្នកទាំងអស់គ្នាអាចកក់ fly ឲ្យបានកាន់តែឆាប់កាន់តែល្អតម្លៃសំបុត្រកាន់តែធូរថ្លៃអាចកក់មុនរយៈពេល3ខែក៏បានដែរប៉ុន្តែពួកខ្ញុំគឺសឹងថាកន្លះខែតែមួយខែមុនគឺដល់ថ្ងៃខ្លាំងមែនតើចុងតម្លៃសំបុត្រគឺបុកឡើងយកហ្មងមិនធំតែតម្លៃសំបុត្រថ្លៃទេណាសឹងថារក fly ជីអត់បានហ្មងបើក្រៅពីតម្លៃខ្ទង់500ហ្នឹងពេលហ្នឹងលោតដល់1000-2000ក៏មានដែរអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាអត់ចង់ឲ្យមានកំហុសខុសឆ្គងដោយពួកខ្ញុំចំណាយលុយច្រើនទៅលើតម្លៃសំបុត្រយន្តហោះអ្នកទាំងអស់គ្នាអាចត្រៀមធ្វើការកក់សំបុត្រយន្តហោះនៅពេលដែល fly ណាមានតម្លៃល្អហើយចំថ្ងៃដែលយើងចង់ទៅហើយដែលសំខាន់បន្ទាប់ទៀតគឺកន្លែងដេកហ្នឹងហ្មងអញ្ចឹងនៅពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំចំណាយអស់ត្រឹមតែ$130.26ទេដោយសារតែយើងជួលបែបលក្ខណៈ apartment home stay គឺយើងនៅគ្នា5នាក់ហើយយើងចែកលុយទៅតាមហ្នឹងអូខេបន្ទាប់មកគឺតាក់ទងជាមួយនឹង transportation នៅពេលដែលខ្ញុំទៅដល់ហ្នឹងគឺខ្ញុំអត់ជិះឡានក្រុងឬក៏អត់ទៀបភ្លើងទៅកន្លែងដេកទេគឺខ្ញុំជួលឡានមកដោយសារតែ fly ខ្ញុំហ្នឹងគឺវាចុះរៀងយប់ដែរអញ្ចឹងពួកខ្ញុំអត់ចង់ឲ្យញ៉ៃនៅរត់ទៀបភ្លើងជិះទៅពួកយើងទៅដល់លើកទី1ក៏យើងអត់ដឹងថាទៅរត់ជាទៀបភ្លើងបែបណាដែរអញ្ចឹងយើងអត់ចង់បន្ថយឲ្យដេកក្រៅផ្ទះអីចឹងណាហើយអញ្ចឹងចំពោះតម្លៃ van ដែលយើងជិះពី airport ទៅកន្លែងដេកហ្នឹងចំណាយអស់$19.82ដែលយើងកក់ពីខ្មែរទៅហើយចំពោះថ្ងៃដែលខ្ញុំចេញមកវិញក៏ខ្ញុំបានកក់ឡានដូចគ្នាអញ្ចឹងតម្លៃ$26ទាំងទៅទាំងមកអស់$45.82យើងត្រឡប់មកកន្លែងដើរលេងរបស់យើងវិញគឺខ្ញុំកក់តម្លៃសំបុត្រ Disney Sea ចំនួន$59ហើយពេលខ្ញុំទៅលេងភ្នំ Fuji ហ្នឹងគឺខ្ញុំអត់ទៅខ្លួនឯងទេខ្ញុំទៅជា tour ដែលគឺ cover ទាំងការជិះរបស់យើងហ្មងគឺខ្ញុំ book tour small group តម្លៃម្នាក់$76ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់ស្រាវជាងហ្នឹងអាចកក់ជាមួយនឹងក្រុមធំរបស់គេដូចខ្ទង់40នាក់ជាងហើយតម្លៃវិញគឺធូរខ្លាំងជាងនឹងឆ្ងាយខ្លាំងមែនតើហើយអីដែលខ្ញុំគិតថាមិនអាចខ្វះបានមួយទៀតនោះគឺអ៊ីនធឺណិតនឹងឯងនៅពេលដែលយើងទៅ depend on អ៊ីនធឺណិតខ្លាំងមែនតើទាំង Google Map ទាំងការជិះទៀបភ្លើងអីផ្សេងតម្លៃអ៊ីនធឺណិតរបស់ខ្ញុំ5ថ្ងៃហ្នឹងទាំងនៅជប៉ុនហើយជាមួយនឹង transit នៅគួងជូប្រទេសចិនហ្នឹងសរុបមកអស់$10ម្ហូបអាហារចំណាយអស់$100ការធ្វើដំណើរចំណាយអស់ខ្ទង់$30ដោយសារតែពួកខ្ញុំជិះទៀបភ្លើងអញ្ចឹងគឺអត់សូវអស់ខ្លាំងទេចំណាយក្នុងមួយជើងអីខ្ទង់អស់1រៀលពី3រៀលទៅ5រៀលអីហ្នឹងអ្នកទាំងអស់គ្នាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាជិះតាក់ស៊ីវិញគឺថាលុយហូរដូចទឹកតែម្ដងអូខេឥឡូវយើងតូតាត្រឡប់មកវិញចំណាយដែលខ្ញុំបាន spend នៅក្នុងប្រទេសជប៉ុនរយៈពេល5ថ្ងៃ4យប់នេះគឺចំណាយអស់$981.3ចឹងសម្រាប់ trip មួយនេះគឺយើងចំណាយទៅលើអីដែលចាំបាច់គឺអត់ដល់$1000ទេប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអាចកក់សំបុត្រយន្តហោះបានធូរថ្លៃជាងខ្ញុំអញ្ចឹងចំណាយហ្នឹងបើយើងដកខ្ទង់$200ជាងទៅសល់ខ្ទង់តែ$700ជាងទេគឺចំណេញច្រើនខ្លាំងមែនតើហើយមួយទៀតអីដែលខ្ញុំភ្លេច mention ហ្នឹងគឺពួកយើងបានចោលលុយទៅលើការជិះអាទាបភ្លើងក៏ច្រើនដូចគ្នាដោយសារតែយើងទៅដំបូងគឺអត់ទាន់សូវស្គាល់ទេអញ្ចឹងទិញសំបុត្រអាទាបភ្លើងហើយត្រូវបោះចោលប្រើអត់កើតទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាច sell ចំណុចហ្នឹងបានទៀតអញ្ចឹង expense របស់យើងក៏តិចទៅតាមនឹងដូចគ្នាហើយទាំងអស់នេះគឺយើងអត់ include ទៅលើការ shopping ទេបើសិនជាអ្នកទាំងអស់គ្នាចំណាយទៅលើការចាយវាយ shopping
shopping ច្រើនទិញអាវ៉ាន់ skin care មកស្រុកខ្មែរវិញឬក៏ចំណីអាហារអីផ្សេងៗគឺវាថ្លៃទៅតាមនឹងដូចគ្នាអញ្ចឹងសម្រាប់វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូមួយនេះអាចជួយទៅដល់អ្នកទាំងអស់គ្នាដែលមានកម្រងចង់ទៅលេងប្រទេសជប៉ុនហើយចង់សាវលុយហើយក៏សង្ឃឹមដែរថាអ្នកដែលមានបំណងចង់ទៅលេងប្រទេសជប៉ុននឹងសម្រេចបានក្នុងពេលឆាប់ៗនេះបាយបាយ